ហូបរបស់យើងរៀងបងប្អូនខ្លះប្រហែលជាអត់ហ៊ានញ៉ាំទេបងប្អូនខ្លះគាត់ធ្លាប់ញ៉ាំដូចជាខ្ញុំអញ្ចឹងខ្ញុំឃើញកែបនេះគឺជាកែបស្រែហើយទៅពេលអញ្ចឹងទៅឃើញកែបធំគ្រប់គីឡូដល់ឃើញដល់ប៉ាគាត់ចូលចិត្តធ្វើកែបណាំងើតង់ស្បែកអញ្ចឹងគាត់យកដល់គាត់បំពងឲ្យឆ្អិនឲ្យស្រួយអញ្ចឹងណាហើយគាត់ឲ្យតែម្ហូបគាត់ធ្វើគឺឆ្ងាញ់មានបងប្អូនណាខ្លះមានកូនណាខ្លះនឹកឃើញស្នាដៃរបស់ប៉ារបស់ម៉ាក់អីចឹងណាបើសម្រាប់ខ្ញុំម្ហូបបើប៉ាគឺគាត់ធ្វើឆ្ងាញ់ជាងគេរសជាតិគាត់ធ្វើគ្រឿងរបស់គាត់ដិតហើយបើសិនតែក្នុងម្ហូបនោះបើសិនតែអត់មានគ្រឿងគ្រប់គឺគាត់អត់ធ្វើទេគាត់សុខចិត្តអត់ធ្វើអញ្ចឹងណាអញ្ចឹងតើមានគ្រឿងគ្រប់ប៉ុន្តែដល់កន្លែងគាត់ធ្វើគឺថាចម្រាំហ្មងកបិតទៅកបិតចាជ្រុញទៅជ្រុញគឺគាត់ធ្វើបរិយាអញ្ចឹងណាប៉ុន្តែគាត់ធ្វើម្ហូបឆ្ងាញ់រៀងរាល់ម្ហូបនេះពេលដែលខ្ញុំធ្វើខ្ញុំខានញ៉ាំរៀងយូរចាស្ងោរដំណើរកែបនេះដូចតាំងពីនៅរៀងក្មេងៗដែរខានស្ងោររបៀបទាំងស្បែកហើយបានគីឡូធំដូចនឹងអញ្ចឹងនេះកែបស្រែបងប្អូនចា5កែបនេះចូលចិត្ត2គីឡូធំហើយយើងយកមកដល់បំពងដោយសារតែឃើញធំអញ្ចឹងយើងឲ្យគាត់ទុកក្នុងស្បែកហើយបំពងមកយើងធ្វើរបៀបអញ្ចឹងណាបងប្អូនចាស់ហើយណាំងើរបស់យើងទៀតមានជាតិបងប្អូនចាស់ទឹកវាឡើងផ្អែមមានជាតិឈ្ងុយអញ្ចឹងណាហើយធ្វើបដានឹកឃើញដល់ប៉ាបដា